ជំរាបសួរក៏ដូចជាសួស្តីប្រិយមិត្តអ្នកមើល YouTube ទាំងអស់គ្នាស្វាគមន៍មកកាន់ Channel កូនត្រេនថ្ងៃនេះផងដែរខ្ញុំនឹងសម្រាយរឿងមួយដែលមានចំណងជើងថា First Date រឿងខ្លី First Date នេះគឺជាសាច់រឿងបែបកំ pl ែងផែមហែមនិងឆ្លុះបញ្ចាំងពីការពិតនៃទំនាក់ទំនងដែលនិយាយអំពីការជួបគ្នាសាកល្បងដំបូងរវាងតួអង្គ Alex និង Stacy សាច់រឿងគឺចាប់ផ្ដើមឡើងនៅពេលដែល Alex និង Stacy បានមកជួបគ្នានៅភោជនីយដ្ឋានមួយតាមការណាត់ជួបដែលពួកគេមិនធ្លាប់ស្គាល់គ្នាពីមុនមកសោះអ្នកទាំងពីរបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការរៀបចំខ្លួននិងបង្ហាញឥរិយាបថដ៏ល្អបំផុតដើម្បីទាក់ទាញចិត្តមកខាងទៀត Alex ព្យាយាមធ្វើខ្លួនជាបុរសសង្ហាមានសុជីវធម៌និងស្ងប់ស្ងាត់ខណៈពេលដែល Stacy គឺព្យាយាមបង្ហាញខ្លួនជាស្ត្រីទន់ភ្លន់មានរបៀបរៀបរយនិងថ្លៃថ្នូរទោះជាយ៉ាងណាក៏ដោយនៅក្នុងអំឡុងពេលនៃការញ៉ាំអាហារនិងការសន្ទនាបរិយាកាសកាន់តែប្រែជាប្លែកនិងកំ pl ែងដែលទាំងពីរគឺត្រូវខិតខំគ្រប់គ្រងអារម្មណ៍និងកាយវិការរបស់ខ្លួនយ៉ាងខ្លាំងដើម្បីលាក់បាំងភាពពិតនិងភាពអៀនព្រៀនរាល់សកម្មភាពតូចតាចដូចជាការប្រើប្រាស់ប្រដាប់ប្រដាញ៉ាំអាហារឬក៏ការនិយាយស្ដីបានបង្កើតជាឈុតឆាកកំ pl ែងជាច្រើនដែលបង្ហាញថាពួកគេម្នាក់ៗគឺកំពុងតែសម្ដែងធ្វើជាមនុស្សផ្សេងទៀតដែលមិនមែនជាខ្លួនឯងពិតប្រាកដឡើយខណៈពេលដែល Stacy កំពុងតែញ៉ាំអាហារនាងក៏មានអារម្មណ៍ថាដូចជាខ្វះរសជាតិអ្វីម្យ៉ាងហើយនៅទីនោះផងដែរគឺមានម្រេចចឹងណាបន្ទាប់មក Stacy ក៏បានចាក់ម្រេចនោះច្រើនមែនទែនធ្វើឲ្យនាងកណ្ដាស់ហើយទៅពេលដែលនាងកណ្ដាស់ទៅធ្វើឲ្យដើមទ្រូងរបស់នាងនឹងគឺបានលោតចេញមកខាងក្រៅខណៈពេលដែលទ្រូងរបស់នាងនឹងគឺជាប៉ុងតែប៉ុណ្ណោះហើយនៅពេលនោះផងដែរបុរសដែលជាអ្នករត់តុក៏បានដើរចូលមកដោយដៃកាន់ជាមួយនឹងកែវទឹកខណៈពេលនោះបុរសនោះក៏បានដើរមកជន់ជាមួយនឹងពងរបស់ Stacy បណ្ដាឲ្យដួលចឹងទៅក៏ជះទឹកនឹងជាប់មុខ Stacy បន្ទាប់មកមុខរបស់ Stacy ក៏បានប្រែក្លាយជាភ្នែកឡើងខ្មៅហើយនឹងមានមុនផងដែរខណៈពេលនោះ Stacy គឺមានការខ្មាស់អៀនមែនទែនបន្ទាប់មកនាងក៏បានបំរុងនឹងដើរចេញប៉ុន្តែ Alex ក៏បានចាប់ដៃរបស់នាងហើយ Alex ក៏បានបង្ហាញទៅ Stacy ថាខ្លួនគេក៏មិនមានអ្វីអស្ចារ្យដែរគឺគេបានពាក់សក់មកនោះទេនៅពេលនោះ Stacy ក៏បានភ្ញាក់ព្រឺតចុះមកពេលនេះអត់មានសក់ផងហ្នឹងបន្ទាប់មក Alex និង Stacy ចាប់ផ្ដើមសើចជាមួយគ្នាដោយទម្លាក់ចោលនៅការសម្ដែងហើយងាកមកនិយាយរាប់អានគ្នាដោយស្មោះត្រង់និងធម្មជាតិវិញទីបញ្ចប់ហើយរឿងក៏បានផ្ដល់នៅសារថាចំណាប់អារម្មណ៍ដំបូងអាចជាអ្វីដែលទាក់ទាញប៉ុន្តែស្នេហានិងការរាប់អានពិតប្រាកដកើតចេញពីការទទួលស្គាល់និងស្រឡាញ់ភាពជាខ្លួនឯងរបស់គ្នាទៅវិញទៅមកប៉ុន្តែ Stacy និង Alex ប្រហែលជាអត់ទាន់ឲ្យលុយគេអ្នកសប្បាយចិត្តពេកសាច់រឿងក៏បានបញ្ចប់តែប៉ុណ្ណេះឯងអរគុណពុកម៉ែបងប្អូនដែលតាមដានទស្សនាតាំងពីដើមរហូតដល់ចប់កុំភ្លេចតាមដាននៅវីដេអូ Animation Short Film បែបខ្លីៗជាមួយខ្ញុំបន្តទៀតផងដែរបាយបាយ